ថាម៉េចឡាមីនយ៉ាម៉ាល់របួសទៀតហើយបងប្អូនយើងពេលនេះគ្រូបង្វឹកជម្រើសជាតិអេស្ប៉ាញបាទលោកលូអ៊ីសដូឡាប៉ុនតេកំពុងតែមានការបាក់ខកចិត្តយ៉ាងខ្លាំងបាទទៅនឹងក្លឹបបាសេឡូណាបាទដោយពួកគេនឹងគឺបានបញ្ជូនកីឡាករឡាមីនយ៉ាម៉ាល់មកវឹកហាត់បាទជាមួយក្រុមជម្រើសជាតិដើម្បីបាទត្រៀមប្រកួតនៅពេលខាងមុខប៉ុន្តែមកដល់ជំរំមិនទៅបានប្រមាណផងបាទជាពួកគេបាទផ្ញើសារមកថាបាទសុំឲ្យយ៉ាម៉ាល់នឹងគឺត្រឡប់ទៅក្លឹបវិញដើម្បីព្យាបាលបាទរបួសបាទរឿងនេះគឺបាទលោកហ្វុនតេគឺថាគាត់មិនដែលជួបក្លឹបណាអញ្ចឹងទេបងប្អូនយើងបាទឲ្យកីឡាករមកហើយណាបាទជាមិនទាន់បានប្រមាណម៉ោងផងបាទជាបាទហៅបាទកីឡាករខ្លួនទៅវិញបាទដោយក្លឹបបាសេឡូណាគឺលើកហេតុផលថាឡាមីនយ៉ាម៉ាល់បាទគឺមិនទាន់ជាពីបញ្ហារបួសក្រលៀនរបស់គាត់ទេបាទអញ្ចឹងត្រូវហៅបាទយ៉ាម៉ាល់នឹងទៅបាទព្យាបាលវិញអូបាទដល់កហើយអញ្ចឹងគឺថាបាទយ៉ាម៉ាល់នៅតែជាប្រធានបទបាទក្តៅបងប្អូនយើងកាលមុននេះគឺរៀងស្ងាត់មួយសះហើយប៉ុន្តែឥឡូវនេះគឺចាប់ផ្ដើមផ្ទុះទៀតហើយបងប្អូនយើងសម្រាប់កីឡាករបាឡាមីនយ៉ាម៉ាល់